តើអ្នកធ្លាប់សង្កេតឃើញទេថាមានពេលខ្លះពាក្យមួយម៉ាត់អាចធ្វើឲ្យចិត្តរបស់យើងស្រស់ថ្លាឡើងវិញហើយពេលខ្លះពាក្យមួយម៉ាត់ដដែលនោះក៏អាចធ្វើឲ្យយើងឈឺចាប់រហូតចងចាំអស់ជាច្រើនឆ្នាំផងដែរមនុស្សយើងប្រហែលជាមិនអាចមើលឃើញរូបរាងរបស់ពាក្យសម្ដីបានទេប៉ុន្តែយើងអាចទទួលអារម្មណ៍ពីឥទ្ធិពលរបស់វាពាក្យសម្ដីអាចជួយលើកទឹកចិត្តអាចបង្កើតក្តីសង្ឃឹមនិងអាចជួយឲ្យមនុស្សម្នាក់ហ៊ានបោះជំហានថ្មីក្នុងជីវិតក្នុងពេលជាមួយគ្នាពាក្យសម្ដីក៏អាចធ្វើឲ្យចិត្តរងរបួសបង្កការសង្ស័យលើខ្លួនឯងនិងធ្វើឲ្យមនុស្សម្នាក់បាត់បង់ជំនឿលើអនាគតផងដែរថ្ងៃនេះយើងនឹងមិនស្វែងរកអំណាចពិសេសពីខាងក្រៅនោះទេតែយើងនឹងត្រឡប់មករកអំណោយដ៏សាមញ្ញមួយដែលនៅជាមួយអ្នកតាំងពីថ្ងៃដែលអ្នកកើតគឺសំឡេងនិងពាក្យសម្ដីរបស់អ្នកមុននឹងចាប់ផ្ដើមសូមអង្គុយឬគេងក្នុងទីកន្លែងដែលអ្នកមានអារម្មណ៍ថាផាសុកភាពបំផុតបិទភ្នែកថ្នមថ្នមដកដង្ហើមចូលយឺតយឺតហើយដកដង្ហើមចេញស្រាលស្រាលកុំប្រញាប់ធ្វើអ្វីទាំងអស់អនុញ្ញាតឲ្យស្មារបស់អ្នកធូរស្រាលអនុញ្ញាតឲ្យសាច់ដុំមុខបន្ធូរអារម្មណ៍អនុញ្ញាតឲ្យគំនិតដែលរត់រវល់ពេញមួយថ្ងៃសម្រាកបន្តិចរាល់ដង្ហើមចូលនាំមកនូវភាពស្ងប់ស្ងាត់រាល់ដង្ហើមចេញនាំយកភាពតានតឹងចេញពីក្នុងចិត្តសូមស្រមៃថាអ្នកកំពុងឈរនៅកណ្ដាលព្រៃដ៏ស្ងប់ស្ងាត់ខ្យល់ត្រជាក់បក់ប៉ះស្បែកយ៉ាងទន់ភ្លន់ពន្លឺព្រះអាទិត្យពេលព្រឹករះចុះតាមចន្លោះស្លឹកឈើសំឡេងសត្វបក្សីនិងសំឡេងខ្យល់បង្កើតជាបរិយាកាសដ៏ស្ងប់ស្ងាត់នៅទីនេះមិនមានការប្រកួតប្រជែងមិនមានការរិះគន់មិនមានសម្ពាធមានតែអ្នកនិងដង្ហើមរបស់អ្នកប៉ុណ្ណោះពេលនេះសូមសួរខ្លួនឯងមួយសំណួរតើខ្ញុំនិយាយអ្វីទៅកាន់ខ្លួនឯងជាញឹកញាប់ជាងគេតើខ្ញុំតែងតែលើកទឹកចិត្តខ្លួនឯងឬតែងតែរិះគន់ខ្លួនឯងពេលខ្លះយើងយកចិត្តទុកដាក់នឹងពាក្យដែលនិយាយទៅកាន់អ្នកដទៃប៉ុន្តែភ្លេចស្ដាប់ពាក្យដែលនិយាយក្នុងចិត្តរបស់ខ្លួនឯងសំឡេងតូចៗនៅក្នុងចិត្តនោះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរបៀបដែលយើងមើលឃើញខ្លួនឯងប្រសិនបើរាល់ថ្ងៃអ្នកតែងនិយាយថាខ្ញុំមិនល្អគ្រប់គ្រាន់ទេខ្ញុំមិនអាចធ្វើបានទេខ្ញុំគ្មានតម្លៃទេចិត្តរបស់អ្នកអាចនឹងចាប់ផ្ដើមជឿថាពាក្យទាំងនោះជាការពិតប៉ុន្តែថ្ងៃនេះយើងនឹងចាប់ផ្ដើមសាបព្រោះគ្រាប់ពូជថ្មីមិនមែនដោយការបង្ខំខ្លួនឯងឲ្យជឿអ្វីដែលមិនពិតនោះទេប៉ុន្តែដោយការរំលឹកខ្លួនឯងថាអ្នកអាចរៀនអាចរីកចម្រើននិងអាចផ្លាស់ប្ដូរបានចាប់ពីពេលនេះរាល់ពាក្យដែលអ្នកជ្រើសរើសនិយាយសូមឲ្យវាក្លាយជាពាក្យដែលផ្ដល់កម្លាំងចិត្ត
មិនមែនពាក្យដែលបំផ្លាញកម្លាំងចិត្តនោះទេសូមដកដង្ហើមចូលម្ដងទៀតហើយញញឹមបន្តិចដើម្បីប្រាប់ខ្លួនឯងថាថ្ងៃនេះខ្ញុំបានជ្រើសរើសចាប់ផ្ដើមជាថ្មីហើយដំណើរនៃការផ្លាស់ប្ដូរនេះនឹងចាប់ផ្ដើមពីពាក្យសាមញ្ញមួយម៉ាត់ដែលអ្នកនិយាយទៅកាន់ខ្លួនឯងដោយក្តីមេត្តានិងការគោរពសូមបន្តដកដង្ហើមយឺតដង្ហើមចូលនាំមកនៅភាពស្ងប់ដង្ហើមចេញនាំយកភាពធ្ងន់ធ្ងរទាំងអស់ចេញទៅឥឡូវនេះសូមស្រមៃថាអ្នកកំពុងកាន់គ្រាប់ពូជតូចមួយនៅលើបាតដៃគ្រាប់ពូជនោះមើលទៅសាមញ្ញណាស់ប៉ុន្តែខាងក្នុងវាមានជីវិតដែលកំពុងរងចាំពេលលូតលាស់ពាក្យសម្ដីរបស់អ្នកក៏ដូចគ្នារាល់ពាក្យដែលអ្នកនិយាយគឺដូចជាគ្រាប់ពូជមួយគ្រាប់ដែលអ្នកកំពុងសាសព្រោះនៅក្នុងចិត្តរបស់ខ្លួនឯងពាក្យខ្លះបង្កើតភាពក្លាហានពាក្យខ្លះបង្កើតក្តីសង្ឃឹមពាក្យខ្លះបង្កើតសេចក្តីស្រឡាញ់ហើយពាក្យខ្លះក៏អាចបង្កើតការសង្ស័យនិងការបាក់ទឹកចិត្តផងដែរដូច្នេះមុននឹងយើងនិយាយពាក្យណាមួយចូលសួរខ្លួនឯងមួយផ្លែតថាតើពាក្យនេះនឹងជួយឲ្យចិត្តរបស់ខ្ញុំរីកលូតលាស់ឬធ្វើឲ្យវារួញតូចគ្មាននរណាម្នាក់អាចនិយាយបានល្អគ្រប់ពេលនោះទេយើងទាំងអស់គ្នាសុទ្ធតែធ្លាប់និយាយខុសធ្លាប់ខឹងធ្លាប់និយាយដោយមិនបានគិតប៉ុន្តែការផ្លាស់ប្ដូរមិនចាប់ផ្ដើមពីការមិនធ្លាប់ធ្វើខុសទេវាចាប់ផ្ដើមពីការដឹងខ្លួននៅពេលដែលអ្នកដឹងថាពាក្យណាមួយបានធ្វើឲ្យចិត្តរបស់អ្នកធ្ងន់អ្នកអាចជ្រើសរើសពាក្យថ្មីបានជានិច្ចនោះហើយជាសេរីភាពដ៏ស្រស់ស្អាតរបស់មនុស្សមិនថាអ្នកធ្លាប់និយាយអ្វីពីម្សិលមិញថ្ងៃនេះអ្នកនៅតែអាចជ្រើសរើសពាក្យថ្មីសូមស្រមៃថានៅក្នុងចិត្តរបស់អ្នកមានសួនផ្កាដ៏ធំមួយនៅក្នុងសួននោះមានផ្កាជាច្រើនពណ៌ផ្កាខ្លះរីកស្រស់ផ្កាខ្លះកំពុងរងចាំទឹកហើយផ្កាខ្លះកំពុងត្រូវការពន្លឺថ្ងៃរាល់ពាក្យល្អដែលអ្នកនិយាយគឺដូចជាដំណក់ទឹកស្អាតដែលស្រោចសួនផ្កានេះរាល់ពាក្យនៃការដឹងគុណគឺជាពន្លឺព្រះអាទិត្យរាល់ពាក្យនៃការអត់ឱនគឺជាខ្យល់ត្រជាក់ដែលជួយឲ្យផ្ការីកកាន់តែស្រស់ហើយរាល់ពាក្យនៃក្តីស្រឡាញ់គឺជាជីដ៏ល្អបំផុតសម្រាប់ចិត្តរបស់អ្នកមនុស្សជាច្រើនរងចាំឲ្យជីវិតផ្លាស់ប្ដូរទើបចាប់ផ្ដើមញញឹមប៉ុន្តែពេលខ្លះការញញឹមបន្តិចការនិយាយល្អមួយម៉ាត់ការអរគុណមួយដងអាចជាជំហានដំបូងដែលបើកទ្វារទៅរកការផ្លាស់ប្ដូរនោះពេលនេះសូមដាក់ដៃម្ខាងលើបេះដូងរបស់អ្នកមានអារម្មណ៍ពីចង្វាក់បេះដូងដែលកំពុងលោតយ៉ាងស្ងប់ស្ងាត់បេះដូងរបស់អ្នកមិនដែលសុំឲ្យអ្នកល្អឥតខ្ចោះនោះទេវាគ្រាន់តែសុំឲ្យអ្នកមានមេត្តាចំពោះខ្លួនឯងបន្តិចប៉ុណ្ណោះ
ដូច្នេះចាប់ពីថ្ងៃនេះទៅនៅពេលអ្នកភ្ញាក់ពីគេងមុននឹងបើកទូរស័ព្ទមុននឹងចាប់ផ្ដើមការងារសូមផ្ដល់ពេល1នាទីដល់ខ្លួនឯងដកដង្ហើមយឺតហើយនិយាយដោយសំឡេងទន់ភ្លន់ថាថ្ងៃនេះខ្ញុំនឹងនិយាយជាមួយខ្លួនឯងដូចជាខ្ញុំកំពុងនិយាយជាមួយមនុស្សដែលខ្ញុំស្រឡាញ់អនុញ្ញាតឲ្យពាក្យនេះធ្លាក់ចូលក្នុងចិត្តយឺតដូចជាដំណក់ភ្លៀងធ្លាក់មកលើដីមិនចាំបាច់ប្រញាប់ជឿវាភ្លាមទេគ្រាន់តែអនុញ្ញាតឲ្យវាស្នាក់នៅក្នុងចិត្តរបស់អ្នកហើយរាល់ថ្ងៃវានឹងចាប់ផ្ដើមចាក់ឫសថ្ងៃមួយអ្នកនឹងភ្ញាក់ឡើងហើយដឹងថាអ្នកលេងត្រូវការរិះគន់ខ្លួនឯងដើម្បីរីកចម្រើនទៀតហើយព្រោះអ្នកបានរៀនថាពាក្យដែលពោរពេញដោយមេត្តាក៏អាចជួយមនុស្សម្នាក់រឹងមាំបានដូចគ្នាឥឡូវនេះសូមបន្តស្ថិតនៅក្នុងភាពស្ងប់ស្ងាត់បន្តិចទៀតមិនចាំបាច់ប្រញាប់ទៅរកពិភពខាងក្រៅទេគ្រាន់តែស្ដាប់ដង្ហើមរបស់អ្នកហើយអនុញ្ញាតឲ្យចិត្តស្ងប់ជ្រាបចូលទៅខាងក្នុងបន្ថែមទៀតក្នុងដំណើរដែលយើងបានឆ្លងកាត់មកទាំងអស់នេះអ្នកប្រហែលជាចាប់ផ្ដើមសង្កេតឃើញថាពាក្យសម្ដីមិនមែនគ្រាន់តែជាសំឡេងដែលចេញពីមាត់ទេវាជាកញ្ចក់ឆ្លុះបញ្ចាំងនៃអារម្មណ៍ខាងក្នុងវាជាគ្រាប់ពូជដែលអ្នកសាបព្រោះទៅក្នុងជីវិតប្រចាំថ្ងៃហើយវាជាផ្លូវមួយដែលអាចនាំអ្នកទៅរកភាពស្ងប់ឬភាពច្របូកច្របល់ប៉ុន្តែអំណាចពិតប្រាកដមិនស្ថិតនៅក្នុងពាក្យទេវាស្ថិតនៅក្នុងការដឹងខ្លួនរបស់អ្នកនៅពេលអ្នកដឹងថាអ្នកកំពុងនិយាយអ្វីនៅពេលអ្នកដឹងថាអ្នកកំពុងគិតអ្វីអ្នកចាប់ផ្ដើមមានសេរីភាពក្នុងការជ្រើសរើសពាក្យថ្មីសេរីភាពក្នុងការបង្កើតអារម្មណ៍ថ្មីនិងសេរីភាពក្នុងការបង្កើតជីវិតថ្មីសូមស្រមៃថាពេលនេះអ្នកកំពុងឈរនៅមុខកញ្ចក់មួយកញ្ចក់នោះមិនឆ្លោះរូបរាងខាងក្រៅរបស់អ្នកទេប៉ុន្តែវាឆ្លោះអ្វីដែលអ្នកនិយាយទៅកាន់ខ្លួនឯងរាល់ថ្ងៃប្រសិនបើអ្នកនិយាយពាក្យដ៏ទន់ភ្លន់អ្នកនឹងឃើញមនុស្សម្នាក់ដែលកំពុងរីកលូតលាស់ដោយសន្តិភាពប្រសិនបើអ្នកនិយាយពាក្យនៃការរិះគន់អ្នកនឹងឃើញមនុស្សម្នាក់ដែលកំពុងតានតឹងនិងបាត់បង់ទំនុកចិត្តប៉ុន្តែថ្ងៃនេះអ្នកអាចជ្រើសរើសឲ្យកញ្ចក់នោះបង្ហាញរូបភាពថ្មីបានមិនមែនដោយការបង្ខំទេប៉ុន្តែដោយការផ្លាស់ប្ដូរពាក្យសម្ដីរបស់អ្នកបន្តិចម្ដងសូមដកដង្ហើមចូលឲ្យជ្រៅហើយនឹកឃើញពាក្យមួយដែលអ្នកចង់ឲ្យវាក្លាយជាផ្នែកនៃជីវិតអ្នកប្រហែលជាសន្តិភាពក្តីសង្ឃឹមការដឹងគុណឬក្តីស្រឡាញ់អនុញ្ញាតឲ្យពាក្យនោះស្ថិតនៅក្នុងចិត្តរបស់អ្នកដូចជាពន្លឺតូចមួយដែលមិនរលត់ហើយរាល់ពេលដែលអ្នកនិយាយទៅកាន់ខ្លួនឯងសូមនឹកឃើញថាអ្នកកំពុង
សាងសង់ជីវិតរបស់អ្នកដោយពាក្យសម្ដីម្ដងមួយមិនចាំបាច់លឿនទេមិនចាំបាច់ល្អឥតខ្ចោះទេគ្រាន់តែមានការដឹងខ្លួនបន្តិចម្ដងហើយចាប់ពីថ្ងៃនេះទៅពេលដែលមានគំនិតអវិជ្ជមានកើតឡើងអ្នកមិនចាំបាច់ប្រឆាំងវាទេគ្រាន់តែដឹងថាខ្ញុំអាចជ្រើសរើសពាក្យថ្មីបានហើយបន្តដំណើរទៅមុខដោយស្ងប់ស្ងាត់ឥឡូវនេះសូមដាក់ដៃលើបេះដូងរបស់អ្នកម្ដងទៀតមានអារម្មណ៍ពីភាពកក់ក្ដៅតូចមួយនៅទីនោះហើយនិយាយក្នុងចិត្តយ៉ាងទន់ភ្លន់ថាខ្ញុំជ្រើសរើសប្រើពាក្យសម្ដីដើម្បីបង្កើតសន្តិភាពក្នុងខ្លួនខ្ញុំជ្រើសរើសនិយាយជាមួយខ្លួនឯងដោយក្តីមេត្តាខ្ញុំកំពុងរៀនក្លាយជាមនុស្សដែលមានសេចក្តីស្ងប់ពីខាងក្នុងអនុញ្ញាតឲ្យពាក្យទាំងនេះហូរចូលទៅក្នុងចិត្តរបស់អ្នកយឺតដូចជាទឹកភ្លៀងដែលធ្លាក់នៅលើដីហើយបន្តិចម្ដងអ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ថាពិភពខាងក្រៅមិនបានផ្លាស់ប្ដូរភ្លាមទេប៉ុន្តែពិភពខាងក្នុងរបស់អ្នកកំពុងក្លាយជាស្ងប់ស្ងាត់និងរឹងមាំជាងមុនចុងក្រោយនេះសូមចងចាំថាអំណាចពិតប្រាកដមិនមែនស្ថិតនៅក្នុងពាក្យសម្ដីតែមួយម៉ាត់នោះទេប៉ុន្តែវាស្ថិតនៅក្នុងការដឹងខ្លួនរាល់ពេលដែលអ្នកជ្រើសរើសនិយាយដោយក្តីមេត្តានិងការយល់ដឹងពាក្យសម្ដីរបស់អ្នកគឺជាគ្រាប់ពូជដែលអ្នកសាបព្រោះក្នុងចិត្តរបស់ខ្លួនឯងហើយគ្រាប់ពូជទាំងនោះនឹងរីកលូតលាស់ទៅជាសន្តិភាពក្តីសង្ឃឹមនិងកម្លាំងពីខាងក្នុងប្រសិនបើការធ្វើសមាធិនេះបានជួយឲ្យអ្នកមានអារម្មណ៍ស្ងប់ជាងមុនសូមអនុញ្ញាតឲ្យខ្លួនអ្នកស្នាក់នៅជាមួយភាពស្ងប់នេះបន្តិចទៀតហើយបើអ្នកចង់បន្តដំណើរនៃការព្យាបាលនិងការរីកចម្រើនពីខាងក្នុងសូមត្រឡប់មកជួបគ្នាម្ដងទៀតក្នុងវីដេអូសមាធិបន្ទាប់សូមឲ្យថ្ងៃនេះពោរពេញដោយក្តីមេត្តាចំពោះខ្លួនឯងនិងសន្តិភាពនៅក្នុងចិត្ត